សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំបង្ហាញពីរបៀបផុសរូបភាពហើយនឹងការកំណត់ទំហំរូបភាពឲ្យបានត្រឹមត្រូវដើម្បីយើងអាចយកទៅផុសចូលទៅក្នុង Channel YouTube របស់យើងឲ្យបានល្អកុំឲ្យរូបភាពមើលទៅដាច់ណាអញ្ចឹងខ្ញុំនឹងបង្ហាញបងប្អូនតាមរយៈកុំព្យូទ័រតើយើងគួរកំណត់ទំហំរូបភាពបែបណាក្នុងទំហំប៉ុណ្ណាហើយយើងផុសរូបភាពចូលទៅក្នុង Channel YouTube របស់យើងផុសយ៉ាងម៉េចបាទដើម្បីផុសរូបភាពបានសូមបងប្អូនចូលទៅកាន់ Channel របស់យើងមកដែលយើងត្រូវផុសបាទយើងចុចមកបន្ទាប់មកយើងចុចយក View Your Channel បាទចុចមកបើវាចេញបែបនេះយើងចុចយកកន្លែងនេះបាទចុចកន្លែង Custom My Channel នេះបាទចុចកន្លែងហ្នឹងមកបាទបន្ទាប់មកចុចយកកន្លែង Content ដើម្បីទៅមើលវីដេអូដែលយើងធ្លាប់ upload កន្លងមកណាចុចមកវាចេញនេះវីដេអូដែលយើងធ្លាប់upload គឺវាចូលនៅកន្លែងវីដេអូហ្នឹងបាទសុទ្ធតែទាំងអស់ហ្នឹងសុទ្ធតែជាវីដេអូដែលខ្ញុំធ្លាប់ upload កន្លងមកមិនមែនផុសទេគឺ upload ណាយើង upload ចូលទៅវានៅកន្លែងហ្នឹងវាមាននេះអាហ្នឹងនៅវានៅកន្លែងវីដេអូវាមានមួយទៀតនេះកន្លែងផុសហ្នឹងគឺកន្លែងដែលយើងផុសរូបភាពឬក៏ផុសវីដេអូវានៅកន្លែងហ្នឹងណាប៉ុន្តែនេះ channel ខ្ញុំអត់ធ្លាប់ផុសគឺវាអត់មានវាមានតែរូបមនុស្សហើយវាមានប្រអប់ខ្មៅនៅខាងក្រោមមួយទៀតដែលគេដាក់ create ផុសសម្រាប់យើងផុសអញ្ចឹង channel ដែលយើងអត់ធ្លាប់ផុសវាមានកន្លែងហ្នឹងណាវាមានរូបភាពហ្នឹងចេញមកបែបហ្នឹងណាតែបើយើងធ្លាប់ផុសវាមានរូបភាពឬក៏វីដេអូនៅកន្លែងផុសហ្នឹងណាបាទអញ្ចឹងវាខុសគ្នាណា upload វានៅកន្លែងផ្សេងហើយកន្លែង create ផុសហ្នឹងគឺវានៅកន្លែងមួយទៀតណាកន្លែងផុសហ្នឹងបាទនេះគឺប្រអប់ហ្នឹងនេះបងប្អូនឃើញប្រអប់ខ្មៅនៅក្រោមរូបមនុស្សហ្នឹងគេដាក់ create ផុសយើងអាចចុចកន្លែងហ្នឹងសម្រាប់ផុសរូបភាពឬក៏ផុសវីដេអូក៏បានដែរណាចុចកន្លែងហ្នឹងក៏បានដែរប៉ុន្តែដល់ឲ្យយើងផុសម្ដងហើយអាកន្លែងវាអត់មានទៀតទេណាកន្លែង create ផុសប៉ុន្តែបើយើងផុសទូទៅយើងចុចនេះកន្លែងសញ្ញាលេខបូកនេះបាទចុចមកវាមាន upload វីដេអូនេះឃើញទេបាទវាមាន go live វាមាន create post វាមាន new playlist វាមាន new podcast ហើយដល់យើងចង់ផុសនេះយើងចុចកន្លែង create post នេះចុចកន្លែងហ្នឹងយើងអាចផុសជាវីដេអូឬក៏ផុសជារូបភាពណាកន្លែងហ្នឹងណាបើយើងមិនចង់ផុសកន្លែងហ្នឹងយើងចុចនេះសញ្ញាប្រអប់ខ្មៅហ្នឹងក៏បានដែរ create post ហ្នឹងណាchannel ដែលយើងអត់ធ្លាប់ផុសវាមានកន្លែងហ្នឹងឲ្យមួយទៀតប៉ុន្តែបើយើងផុសបានម្ដងហើយក្រោយទៀតវាលែងមានហើយកន្លែងហ្នឹងណាហើយយើងផុសទូទៅនៅកន្លែងសញ្ញាលេខបូកណាសញ្ញាលេខបូកគេដាក់ create ហ្នឹងចុចទៅចុចកន្លែងហ្នឹងទៅយើងអាចផុសបន្តលើក្រោយទៀតយើងចុចកន្លែងហ្នឹងណាចុចកន្លែងហ្នឹងមកណាវាបងប្អូនយកកន្លែងនេះ create ផុសបាទកុំឲ្យយក upload វីដេអូបាទចុចមកវាចេញបែបនេះណា scroll មកក្រោមតិចមកឃើញហើយណា scroll មកនេះមានកន្លែងមួយនេះគេដាក់ image កន្លែងរូបភាពណាយើងអាចផុសរូបភាពនេះចុចកន្លែងហ្នឹងមក image ណាបងប្អូនចុចកន្លែងហ្នឹងមកដល់វាទាញទៅកន្លែងដែលរូបភាពទៅរករូបភាពដែលយើងចង់ផុសនេះរូបភាពដែលខ្ញុំដាក់នៅក្នុង 3D បាទអញ្ចឹងបងប្អូន select យករូបភាពហ្នឹងមកដែលយើងត្រូវផុសបន្ទាប់មកចុច open មកបាទចុច open មកវាចូលបែបនេះមកនេះវាចូលណាចេញបែបនេះរូបភាពដែលយើងផុសតែបងប្អូនមើលរូបភាពនេះគឺវាដាច់រូបភាពនេះដែលវាដាច់សងខាងហើយវាចេញទៅកណ្ដាលនេះថារូបភាពវាអត់ត្រូវតាមស្តង់ដាវាដាច់អស់ហើយដាច់សងខាងអស់ឥឡូវចាំមើលខ្ញុំចុច edit preview ឲ្យមើលនេះឃើញទេរូបភាពវាចេញដល់ប្រឡោះកដាលខាងដាច់អស់លីងអត់មានទេខាងអញ្ចឹងដើម្បីឲ្យផុសឲ្យត្រូវឃើញទាំងអស់ប៉ុន្តែយើងកំណត់ទំហំរូបភាពឡើងវិញយើង resize វាឡើងវិញដើម្បីឲ្យវាត្រូវទៅតាមស្តង់ដាយើងផុសទៅវាឃើញទាំងអស់ពេញតែម្ដងរូបភាពវាអត់ដាច់ទេអញ្ចឹងខ្ញុំអត់យកទេណាឥឡូវខ្ញុំទៅបង្ហាញបងប្អូនពីរបៀបកំណត់ទំហំរូបភាពនឹងឡើងវិញណាឲ្យវាត្រូវអាចផុសទៅវាឃើញបានទាំងអស់
ឥឡូវខ្ញុំ cancel វាចោលណាចុច cancel មកហើយបន្តមកចុច delete មកចុច delete ហើយបងប្អូនទៅចុចបើក file រូបភាពរបស់យើងណាបើយើងអត់បើកនៅក្នុង channel ទេយើងបើកនៅកន្លែង file រូបភាពដែលយើង save ទុកដើម្បីកំណត់ទំហំរូបភាពនេះខ្ញុំដាក់នៅក្នុង 3D ខ្ញុំបើកមកនេះរូបភាពដែលខ្ញុំត្រូវផុសខ្ញុំ select យកមកខ្ញុំបើកវាមកវានេះវាចេញបែបនេះបងប្អូនត្រូវកំណត់ទំហំរូបភាពហ្នឹងឲ្យវាត្រូវតាមស្តង់ដារទើបអាចផុសបានអញ្ចឹងដើម្បីកំណត់ទំហំបានបងប្អូនចុចកន្លែងនេះសញ្ញាត្រេក3នៅកន្លែងហ្នឹងមកបាទចុចមកបន្ទាប់មកចុចយកកន្លែង resize ហ្នឹងបើន័យថាកំណត់ទំហំឡើងវិញណាទំហំរូបភាពឲ្យវាត្រូវហើយបន្ទាប់មកបងប្អូនយកក្រោមចុចកន្លែង define custom dimension នេះណាបាទប្រអប់ខាងក្រោមចុចកន្លែងហ្នឹងមកហើយបន្ទាប់មកវាចូលទៅមុខទៀតណាចូលទៅមុខទៀតបងប្អូនមើលឃើញនេះទំហំរូបភាពរបស់យើងណាមិញហ្នឹងគឺ1123បដោយហើយកម្ពស់វា649អញ្ចឹងអានឹងទំហំរូបភាពដើមដល់យើងផុសទៅវាដាច់អញ្ចឹងយើងត្រូវកំណត់ទំហំឡើងវិញដើម្បីឲ្យយើងអាចផុសទៅឃើញបានទាំងអស់អញ្ចឹងដើម្បីកំណត់បានបងប្អូនចុចដក tick សិននេះកន្លែង maintain aspect ratio បាទចុចដក tick នឹងចេញមកបានយើងអាចកំណត់បានចុចដក tick មកបងប្អូនកំណត់ទំហំឡើងវិញមកណាតកតងនឹង y បាទបដោយនឹង high កម្ពស់បាទអញ្ចឹងបដោយយើងដាក់មកឧទាហរណ៍ឥឡូវខ្ញុំដាក់2160បដោយហើយនឹងកម្ពស់2160ដែរបាទដាក់ឲ្យស្មើគ្នាតែម្ដងអញ្ចឹងបងប្អូនអាចដាក់តាមខ្ញុំក៏បានដែរណាយើងដាក់2160ទៅហើយបន្ទាប់មកបងប្អូនចុចនេះកន្លែង save resize copy ណាបាទចុចមកហើយបន្ទាប់មកវាទាញទៅកន្លែងឲ្យយើង save ដាក់នៅណាឥឡូវខ្ញុំ save ដាក់នៅលើ desktop អញ្ចឹងបន្ទាប់មកបងប្អូនកំណត់ឈ្មោះរូបភាពយើងមកអានឹងថ្មីរូបភាពថ្មីយើង resize វាឡើងវិញកំណត់ទំហំឡើងវិញបាទយើងដាក់ឈ្មោះថ្មីមកខ្ញុំដាក់ឈ្មោះហើយដាក់បាទ watermark អញ្ចឹងណាបន្ទាប់មកបងប្អូនចុច save មកណាវាកំពុងតែ save ឲ្យណាបាទឥឡូវបានហើយបងប្អូនចុចបិទសិនមក close រូបភាពដែលយើងបើកហ្នឹងបាទបិទសិនមកបាទបិទហើយបន្ទាប់មកយើងបិទកន្លែងនេះទៀតមកបាទឥឡូវនេះខ្ញុំបិទ channel ខ្ញុំតម្លាក់ channel សិនបាទយើងទៅមើលរូបភាពដែលយើង save មិញណាបាទនេះនៅលើ desktop នេះឃើញទេបាទបងប្អូនចុចបើកវាមើលនេះឃើញទេរូបភាពដែលយើង resize ឡើងវិញឃើញទេវា zoom មកហើយយើងឃើញវាឃើញទាំងអស់បាទរូបភាពហ្នឹងវាអត់ដាច់ណាភូមិវាស្មើគ្នារាង4ជ្រុងបាទហើយយើងចុចបិទវិញទៅដើម្បីយើងទៅផុសបាទអញ្ចឹងនឹងផុសបងប្អូនចុចកន្លែង select from your computer ហ្នឹងមកបាទចុចមកបាទវាទាញទៅឲ្យយើងរើសរូបភាពដែលយើង save ដាក់នៅលើ desktop មិញបាទនេះរូបភាពរបស់យើងណាយើង select លើរូបភាពហ្នឹងមកបន្ទាប់មកចុចកន្លែង open ហ្នឹងមកចុចមកនេះបាទនេះឃើញរូបភាពបាទអញ្ចឹងរូបភាពហ្នឹងគឺវាត្រូវទៅតាមស្តង់ដារណាវាអាចឃើញបានទាំងអស់រូបភាពហ្នឹងវាអត់មានដាច់ទេកំណត់ទំហំវាឡើងវិញរួចហើយអញ្ចឹងចង់មើលបងប្អូនចុចកន្លែង edit preview មកឃើញហើយណាឥឡូវខ្ញុំចុចកន្លែង edit preview ឲ្យបងប្អូនមើលណានេះគេនេះរូបភាពវាគឺចេញមកបែបហ្នឹងណាវាអត់មានដាច់ខាងទៀតទេបាទអញ្ចឹងវាឃើញពេញទាំងអស់អញ្ចឹងយើងកំណត់ទំហំរូបភាពនឹងឡើងវិញគឺយើងធ្វើបែបហ្នឹងណាបាទដើម្បីអាចផុសទៅវាអត់មានដាច់បាទហើយឃើញបានពេញទាំងអស់ហើយយើងអាចកំណត់ schedule ទៀតក៏បានដែរយើងចង់កំណត់ថ្ងៃខែម៉ោងដែលយើងត្រូវផុសបងប្អូននេះចុចកន្លែងផុសហ្នឹងមកវាសញ្ញាព្រួយចុះក្រោមនេះវាមានចុចមកវាចេញ schedule ហ្នឹងយើងអាចកំណត់បានណាយើងចង់ផុសនៅម៉ោងប្រហែលណាចុចមកវាមានដូចយើង upload ដែរដូចគ្នាបាទនេះចុចមកវាមានថ្ងៃទីយើងរើសបាទម៉ោងបាទមានដូចគ្នាហើយ
local time បាទប៉ុន្តែខ្ញុំអត់កំណត់ទេដោយសារតែខ្ញុំចង់ផុសបង្ហាញបងប្អូនឥឡូវខ្ញុំបិទចុចសញ្ញាខ្វែងបិទសិនឥឡូវខ្ញុំផុសតែម្ដងណា public តែម្ដងមុនផុសយើងអាចសរសេរចំណងជើងរូបភាពនឹងតិចមកឬក៏វីដេអូហ្នឹងបាទឥឡូវខ្ញុំសរសេរចំណងជើងខ្ញុំដាក់ថារបៀបធ្វើសញ្ញា watermark អញ្ចឹងសរសេរចំណងជើងរួចហើយបងប្អូនចុចនេះអាកន្លែងផុសហ្នឹងមកបាទចុចផុសទៅវា public តែម្ដងណាបាទចុចកន្លែងហ្នឹងមកបាទចុចទៅវាដើរណាបាទនេះចុចហើយវាបានអញ្ចឹងនេះឃើញណាបាទវាចូលហើយគឺបែបហ្នឹងណាបាទរូបភាពដែលយើងផុសទៅគឺវាបង្ហាញបែបហ្នឹងគឺឃើញមានចំណងជើងឃើញរូបភាពបាទឃើញពេញតែម្ដងឃើញនេះណាវាអត់មានដាច់ទៀតទេបាទរូបភាពវា zoom ទៅទាំងអស់បាទកន្លែងយើងកំណត់ resize របស់វាបាទវាឃើញបែបហ្នឹងណាហ្នឹងគឺយើងអាចផុសបានហើយវាមាននេះវាមាន like មាន dislike ដូចគ្នាអញ្ចឹងណាមានកន្លែង share មានកន្លែង comment ដូចគ្នានៅខាងក្រោមហ្នឹងបងប្អូនចង់ edit ចុចកន្លែង edit ហ្នឹងមកបាទយើងអាច edit បានណាចង់ delete លុបចេញគឺយើងចុច delete ទៅហើយបើចង់ផុសតទៀតយើងចុចនេះកន្លែង image ហ្នឹងយើងផុសបន្តទៅទៀតបានវាមាននេះកន្លែងហ្នឹងវាមានផុស image ផុសជារូបភាពផុសជាវីដេអូបានណាបាទឥឡូវខ្ញុំត្រឡប់ទៅមើលដែលរបស់យើងមើលវីដេអូវាមើលរូបភាពដែលយើងផុសមិញវានៅកន្លែងណាវីដេអូដែលយើង upload វានៅកន្លែងហ្នឹងកន្លែងវីដេអូយើងចង់ទៅមើលកន្លែងរូបភាពដែលយើងផុសបងប្អូនចុចកន្លែងផុសហ្នឹងមកឃើញហើយឥឡូវខ្ញុំចុចទៅមើលរូបភាពដែលខ្ញុំផុសមិញនេះឃើញទេបាទចុចមកវាឃើញបែបហ្នឹងណាអញ្ចឹងរាល់រូបភាពឬក៏វីដេអូដែលយើងផុសវាចូលនៅកន្លែងហ្នឹងណាបាទបងប្អូនចង់ edit បងប្អូនចុចកន្លែង edit មកនេះឃើញទេវាចេញប្រអប់បែបហ្នឹងនេះកន្លែងចំណងជើងកន្លែង tag ហ្នឹងគឺយើងទៅសេចំណងជើងណាយើងអាចកែបានចង់លុបវិញយើងចុចកន្លែងនេះសញ្ញាត្រី3ហ្នឹងវាមាន delete forever យើងអាចចុច delete កន្លែងហ្នឹងក៏បានដែរបាទឥឡូវខ្ញុំអត់ delete ទេខ្ញុំត្រឡប់ទៅវិញយើងចង់ផុសតទៅទៀតយើងចុចកន្លែង create ទៅក្រោយបាទបន្ទាប់មកយើងចុចយក create ផុសហ្នឹងមកអញ្ចឹងយើងអាចផុសបន្តបន្ទាប់តទៅមុខទៀតបានណានេះរូបភាពដែលយើងផុសហើយមិញខ្ញុំផុសហើយមិញគឺនៅខាងក្រោមហើយយើងចង់ផុសទៀតយើងចុចកន្លែង image ហ្នឹងមកណាយើងផុសបានទៀតដែរឥឡូវខ្ញុំអត់ផុសទេចឹងបានន័យថារួចរាល់ប៉ុណ្ណឹងបាទអញ្ចឹងនៅក្នុងវីដេអូនេះមានតែប៉ុណ្្នឹងសូមអរគុណបងប្អូនច្រើនណាឥឡូវសូមបងប្អូនជួយចុច subscribe channel របស់ខ្ញុំម្នាក់មួយផងណាបាទសូមអរគុណបាទ